Digital Temple Shop មានអ្នកធ្វើក្រៅ Let me show guys ខ្ញុំមានពេលមួយខែមុនចូលឆ្នាំសម្រាប់ការងារ design update banner និង creative ថ្មីៗសម្រាប់តុបតែងនៅក្នុងវត្តជាមួយព្រះគ្រូលេខា So ការងារបន្តមុនគេគឺគំរូគោមដែលមានភាពងាយស្រួលក្នុងការផលិតដើម្បីឲ្យក្រុមពិធីការធ្វើការបន្តហើយខ្ញុំក៏យកគំរូគោមមួយតាមសាលារចនាដែលគោមទាំងមូលផលិតជាជាប់ស្ពោតទី2គឺថ្លើមទ្វារសង្ក្រាន្តថ្មីព្រះគ្រូលេខាបានបោកគំរូថ្លើមទ្វារខ្ញុំមើលមួយគាត់ស្កេចគំរូមួយតាមទម្រង់ដែលលោកចង់បានហើយក៏ទិញសភៅរកក្បាច់ថ្មីដើម្បីដាក់លើគំរូចាស់ពីនឹងគ្រប់គ្រាន់យើងក៏ដំឡើងនៅក្នុង sketchbookអូខេយើងក៏ទាញចូល Photoshop ដើម្បីវាយខ្នាតនៃ part មួយនិងបញ្ជូនទៅរោងពុម្ពដើម្បី print ហើយការងារបន្តព្រះគ្រូលេខាលោកចាត់ចែងដំឡើងគ្រោងថ្លើមទ្វារទាំងមូលហើយការងារចុងក្រោយគឺ replace banner ពីដូរពីចាស់មកឆ្នាំថ្មី banner រូបភាពសារប្រកេនពរបច្ចេកអធិការនិង follow up ការងារ decor មុននឹងឈានចូលដល់ការរៀបចំក្រុមការងារផ្នែក media So that's what I do industry